នេះយើងដើរវាបានស្បាយប្រងណាបងអូនដូចជា clean ហើយអូន clean ហើយបើអញ្ចឹងយើងចូលទៅដល់ Wilson ទេតោះប្រាកាន់នេះ1 2 3តោះអូន clean ហើយឬនៅចា clean ហើយបើតាមសម្ដីអាគុណនិយាយដូចជាម្យ៉ាងដែរបើមានលុយផ្ញើនៅធនាគារ AN សិនរយៈក៏ស្រួលម្យ៉ាងដែរការប្រាក់ហើយមិនព្រួយបាត់លុយទៀតចង់ដកបានភ្លាមហើយបើចង់យកលុយទៅឲ្យអូនមេក៏ងាយស្រួលដែរអរគុណញ៉ាំទៅរក្សាកុំខ្មាស់អៀនអីណាចាត់ទុកថាផ្ទះនេះគឺជាផ្ទះរបស់រក្សាទៅចុះណាញ៉ាំទៅកូននេះជាល្បិចថ្មីមួយទៀតហើយកុំនិយាយថាខ្ញុំមិនដឹងអីសោះបើសិនជាកូនមិនពេញចិត្តម្ហូបទាំងអស់នេះទេកូនអាចប្រាប់មីងបានមីងនឹងឲ្យគេកំងម្ហូបផ្សេងទៀតក៏បានដែរមិនអីទេមីងក្មួយអរគុណមីងណាកុំសង្ឃឹមថាបានជោគជ័យក្នុងការប្រើប្រាស់ល្បិចថ្មីនេះឲ្យសោះខ្ញុំអាចបោះជំរឿនចិត្តបាននឹងម៉ាក់បានមកតាប្រសិនបើខ្ញុំមានឪពុកមានម្ដាយរស់នៅជុំគ្នាបែបនេះតើខ្ញុំសប្បាយចិត្តយ៉ាងណាទៅនោះពីអ្នកនេះផ្លឹកទៅដល់ណាហើយនេះចិត្តដល់ថ្ងៃបិណ្ឌសង្សារហើយមើលទៅដូចជាឡាប់មែនតែនហើយនេះអេរសានេះខ្ញុំឃើញរសាញ៉ាំបាយឆ្ងាញ់ហ្នឹងណាបានប៉ាម៉ាក់ខ្ញុំដាំហូបឲ្យតោះញ៉ាំទៅរក្សានាងកំពុងតែធ្លាក់ចូលក្នុងសំណាញ់ឪពុកម្ដាយរបស់ខ្ញុំហើយគឺជោគនាងធ្វើជាធ្នាក់ដើម្បីយកទ្រព្យសម្បត្តិរបស់លោកតាតែប៉ុណ្ណោះទេល្បិចសាមញ្ញបែបនេះចាំតែបោកខ្ញុំបានតាញ៉ាំទៅញ៉ាំឲ្យឆ្អែតណារក្សាកូនកុំខ្មាស់អៀនអីចាក្មួយអរគុណអាឡូលោកកសលមែនទេបាទគឺខ្ញុំគឺខ្ញុំនភាលោកមានពីទំនេរទេថ្ងៃនេះបាទមានតែលោកធានមានការអីលោកធានខ្ញុំចង់អញ្ជើញលោកមកកំសាន្តជាមួយខ្ញុំក្នុងពេលនេះបានទេបាទកុំភ្លេចអញ្ជើញអ្នកស្រីហើយនឹងក្មួយរសាមកជាមួយផងណាដើម្បីបានសប្បាយទាំងអស់គ្នាណាបាទលោកធានខ្ញុំទៅដល់ហើយអូខេបើអញ្ចឹងខ្ញុំចាំណាអូខេបាទលោកធានបាន
ចាជំរាបសួរ ជំរាបសួរ ចា មកអង្គុយលេងណែថ្ងៃនេះខ្ញុំបានត្រីច្រើនណាស់ណែខ្ញុំយកត្រីទៅឲ្យគេធ្វើម្ហូបសិនណា ចាចាចា ណែទីនេះត្រជាក់ល្អយើងជជែកគ្នាបានយូរណា បាទ ចា ជិះជិះ មកមួយមកអង្គុយមកឯងអង្គុយមក បាទតោះអង្គុយតកូនក ូនអង្គុយចាំមកហើយទីនេះអាកាសធាតុបរិសុទ្ធល្អណាស់ណា ត្រជាក់នឹងហើយបានជាខ្ញុំនេះអញ្ជើញអ្នកស្រីមកនឹងណាហើយនឹងក្មួយនេះហើយជាពិសេសក្មួយរសាឲ្យមកលេងបានសប្បាយនឹងណា ចាមែនហ្នឹងហើយ អូមិនហើយកូនរសាបើកូនមិនចង់នៅទីនេះទេកូនអាចទៅលេងជាមួយជីវ័នបានជីវ័នទៅមួយសន្ទុះធំហើយ ចាក្មួយអរគុណពូច្រើនណាស់ កូនទៅលេងជាមួយគេចុះណា មីងក្មួយសុំទៅសិនហើយ តែចុះក្មួយ លោកប៉ា ទៅចុះកូន ទៅចាស់កូនទៅចាស់ណាទៅចាស់កូនទៅចាស់ ណែឬចុះសុខសប្បាយជាទេ អរគុណព្រះសាមកដល់យូរហើយ តែមកដល់មិញនេះ មិនហើយលោកកសលតើស្ថានភាពគ្រួសាររបស់លោកយ៉ាងម៉េចដែរនៅពេលដែលឪពុករបស់ខ្ញុំនេះគាត់បានដំឡើងប្រាក់ខែនិងផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់គ្រួសារលោកនោះ បាទអរគុណលោកណាស់ជាពិសេសលោកជីវីដែលបានអនុគ្រោះដល់គ្រួសាររបស់ខ្ញុំបាទ ហើយណាហើយកូនស្រែកអីទេប៉ណ្ណឹងនោះលោកកសលបើតាមខ្ញុំដឹងណាលោកប្រហែលជាមានលៀបធំជាងនឹងទៀតផងដែរលោកប៉ាគាត់នឹងផ្ដល់ជូនឲ្យលោក ខ្ញុំសូមថ្លែងអំណរគុណដល់លោកស្រីនិងលោកប្រុសហើយបើសិនជាដូចពាក្យថាមែននោះ អូណាស់ហើយមិនចាំបាច់គុណស្រ័យអីទេណាយើងចិត្តខ្លាចជាគ្រួសារតែមួយទៅហើយចាំបាច់គុណស្រ័យធ្វើអីណែធ្វើការជាមួយគ្នាយើងត្រូវចេះជួយគ្នាមែនទេ ចា មែន បា ហើ ទ យ អញ្ចឹងលើកមួយដើម្បីជោគជ័យរបស់យើង ចាចាអូមើលណោះសំគ្នាណាមើលទៅ មែនហើយ ខ្ញុំមិនដែរគិតថាពេលដែលយើងស្គាល់គ្នាគ្រួសាររបស់ជីវ័នឯងជាមួយគ្រួសារខ្ញុំដូចជាត្រូវគ្នាទៅហើយខ្ញុំមិននឹកស្មានថាវាងាយដល់ថ្នាក់នឹងសោះ ជាល្បិចរបស់ឪពុកខ្ញុំនិងម្ដាយនាងខ្ញុំមើលឃើញនៅលើគោកណារសាឬក៏នាងធ្វើពើមិនដឹងរសាស្អែកខ្ញុំចង់នាំរសាទៅដើរលេងនៅកន្លែងដុំថ្មពីរដុំដែលយើងធ្លាប់ទៅអង្គុយលេងនោះណារសាចង់ទៅទេ ជីវ័នមានការអីចង់និយាយនិយាយនៅនឹងបានទេ ដូចជាអត់អីផងតែគ្រាន់ចង់និយាយលេងជាមួយរសាឲ្យបានច្រើនហ្នឹងណា និយាយនៅទីនេះមិនបានទេ ថៃមិនបានតែខ្ញុំគ្រាន់ចង់ឃើញកន្លែងអនុស្សាវរីយ៍ខ្ញុំជាមួយប្អូនស្រីសម្លាញ់នឹងណា បាត់ត្រង់ជាប្អូនស្រីហេតុអីក៏ចង់បានអនុស្សាវរីយ៍ច្រើនម្ល៉េះចាអញ្ជើញអង្គុយ បាទអរគុណ អង្គុយបាទ មិនច្រើនប្រហែលទេនេះគ្រាន់តែជាការកំដរដៃកុំឲ្យវាទទេពេកតែប៉ុណ្ណោះ ចា សូមលោកប្រុសលោកស្រីកុំប្រកែកប្រកាន់អី ចាចាមិនអីទេ លោកប្រុសលោកស្រីខាងនេះបានមកសុំចូលចាស់ជើកូនស្រីលោកប្រុសលោកស្រីចា ចាមិនប្រកែកប្រកាន់ទេនេះគឺជាទំនៀមទម្លាប់ចាស់ទុំតាំងពីបុរាណវាត្រូវតែអញ្ចឹងរួចខ្ញុំឯហ្នឹងក៏សប្បាយចិត្តព្រោះថាបានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងលោកប្រុសនិងលោកស្រីចា ណែសម្រាប់ខ្ញុំម្នេះវិញក៏អរគុណចំពោះលោកស្រីដែរដែលបានផ្ដល់កិត្តិយសហើយនឹងទំនុកចិត្តឲ្យគ្រួសារយើងទាំងពីរបានភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នាណា ចា និយាយអញ្ចឹងចំពោះថ្ងៃខែឆ្នាំដែលត្រូវភ្ជាប់ពាក្យនោះតើរើសយកថ្ងៃណាដែរ បាទស្រេចតែលើលោកប្រធានទេបាទប៉ុន្តែតាមយោបល់របស់ខ្ញុំគឺចង់ក្នុងពេលឆាប់ៗនេះឲ្យបាន ខ្ញុំអានេះវិញណាក៏ចង់ក្នុងពេលឆាប់ៗនឹងដែរនឹងណា ចា តែសំខាន់បំផុតនោះគឺលើលោកប៉ាឯនោះទេ អូ ដែលជាអ្នកសម្រេចចិត្ត បាទមិនអីទេមិនអីទេបាទសូមជិតសា ចា ទៅ ចា បាទអរគុណអរគុណ ចា ណ
ព្រឹកមិញមានពេលអីនៅក្នុងផ្ទះឯងមិនក៏ប៉ាណាស់ម៉ាក់អត់ប្រាប់ខ្ញុំឲ្យដឹងផងយ៉ាងហោចណាស់ក៏លឺគាត់និយាយគ្នាដែរប៉ុន្តែនេះកូនចង់ឲ្យម៉ាក់ប្រាប់ថាផ្លែឈើដែលកូនឃើញនៅមុខនេះបានមកពីណាមែនទេខ្ញុំកំពុងតែឆ្ងល់ម៉ាក់អាចប្រាប់ខ្ញុំបានទេកូនសាកទាយទៅមើលថានៅក្នុងផ្ទះយើងនេះមានរឿងអីកើតឡើងមកពីខ្ញុំអត់ដឹងហើយបានជាសួរម៉ាក់អង្គុយចុះសិនមកចាំម៉ាក់ប្រាប់ណាណែបើសិនជាកូនដឹងណាច្បាស់ជាកូនសប្បាយចិត្តជាងម៉ាក់ទៅទៀតមានរឿងអីទៅម៉ាក់គឺរឿងលោកណូភីគាត់ណាអញ្ជើញមកផ្ទះយើងតាំងពីព្រឹកមិញម៉េចកូនគាត់អញ្ជើញមកតាំងពីអ្នកប្តីប្រពន្ធតែម្ដងហើយជាពិសេសនោះគឺមានភ្ញៀវមកពេញផ្ទះយើងតែម្ដងណាកូនគាត់មានរឿងអីជាមួយម៉ាក់គឺរឿងកូនឯងនឹងជីវ័ននឹងណាគាត់បានមកស្ដីកូនឯងឲ្យទៅជីវ័នហើយជីវ័នថាម៉េចទេរឿងអីដែលគេហ៊ានរឿងតឹងជាមួយនឹងប៉ាគេនោះរសាកូនយ៉ាងមិនទៅឲ្យកូនរសាកូនយ៉ាងមិននឹងរសាយ៉ាងមិនឲ្យកូនមេជួយគ្រារសាជួយក្នុងបន្ទប់ផងបងតាហាពេទ្យបើឡើងមកគ្រាកូនមកគ្រាកូនណាខ្នំរសាកូនចាចូលប៉ាគួរឲ្យអាណិតលោកប៉ាណាដែលប៉ាបង្ខំឲ្យខ្ញុំរៀបការជាមួយរសានោះតើប៉ាចង់បានអ្វីពីលោកតាស្ដាប់ប៉ាបានច្បាស់ណាកូនដែលប៉ាចង់កូនរៀបការនេះគឺប៉ាគិតពីអនាគតរបស់កូននឹងណាពីព្រោះនៅពេលដែលកូនរៀបការលោកតានឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់នេះឲ្យទៅកូនតើដល់ពេលនោះសួរថាកូនអាចទ្រាំឈរមើលប៉ាដែលជាអ្នកក្រដែរទេហ៎ប៉ានិយាយអញ្ចឹងណាបានន័យថាប៉ាដឹងពីចិត្តគំនិតរបស់លោកតាដែលគាត់đangឲ្យអ្នកណាម្នាក់ត្រូវបានទទួលទ្រព្យសម្បត្តិពីគាត់ទេប៉ាដឹងថាមានតែកូនឯងទេហើយនៅពូរបស់ឯងតែប៉ុណ្ណោះដែលអាចទទួលយកមរតកនេះបានណាហើយចុះចំណែកលោកប៉ាគ្មានទេមែនទេប៉ាមានដឹងខ្លួនខ្លះហ៎ហេតុអីបានជាលោកប៉ាអត់មានឈ្មោះនៅក្នុងបណ្ដាំមរតករបស់លោកតាប៉ាមិនដឹងថាតើហេតុអ្វីបានជាលោកតាស្អប់ប៉ាដល់ថ្នាក់នេះប៉ាមិនដឹងណាខ្ញុំដឹងហើយខ្ញុំដឹងថាប៉ាប្រហែលជាដឹងហើយធ្វើជាមិនដឹងផងក៏មិនដឹងព្រោះរាល់ថ្ងៃប៉ាច្បាស់គេច្រើនណាស់ហើយទ្រព្យសម្បត្តិដែលប៉ាមានពីមុនប៉ាបានចាយឲ្យវាអស់ហើយជាមួយស្រីញីអូនបងនោះតើមិនមែនទេប៉ាជីវ័នកូនស្ដាប់ប៉ាបានច្បាស់ណាស់កូនព្រមរៀបការតាមប៉ាម្ដងទៅយ៉ាងហោចណាស់ក៏កូនបានធ្វើជាកូនកតញ្ញូរបស់ប៉ាដែរម្យ៉ាងទៀតក្រែងកូនស្រឡាញ់រសាដែរប៉ាយល់ចិត្តកូនទើបប៉ាបំពេញបំណងឲ្យកូនបានហើយប៉ាកុំយករឿងផ្ទាល់ខ្លួនមកធ្វើជាលេសនោះចាំខ្ញុំគិតមើលសិនតើខ្ញុំអាចធ្វើបានអត់បានហើយខ្ញុំសុំលើកទូរស័ព្ទសិនហៅឡូរសាសុខសប្បាយទេរសាអូជីវ័នឥឡូវសំដីផ្អែមដល់ម្លឹងផងហ៎បានហើយសិទ្ធិគុណគ្នាមិនសប្បាយចិត្តនឹងឯងមកនិយាយប្រឡប់ប្រមាណនោះទេអូហូជាមួយរក្សាឯងផ្អែមដូចជាទឹកខ្មុំដល់ជាមួយខ្ញុំដូចជាដុំថ្មធ្លាក់ពីលើភ្នំអញ្ចឹងកុំនិយាយច្រើនឥឡូវយប់នេះទំនេរអត់ចុះបើគ្នាទំនេរអាចគិតយ៉ាងម៉េចដែរទៅឡអញ្ចឹងម៉ោង8ជួបគ្នានៅកន្លែងដុំថ្មអនុសាវរីយ៍កុំឲ្យខកអសោះគ្នាមិនដឹងថាហេតុអីទេចាប់តាំងពីគ្នាបានស្គាល់រសាមកគ្នាមានអារម្មណ៍ថាប្លែកពីមុនឆ្ងាញ់ណាស់ហើយតាមគ្នាមើលឯងដូចជាគ្មានអារម្មណ៍អីប្លែកផង
ព្រោះចរិតដែលអញធ្លាប់តែរឹងរូសគំរោះគំរើយនៅតែដដែលហ្នឹង កុំចេះតែនិយាយអញ្ចឹងសិទ្ធិគុណគ្នាពីមុនមិនដែលចេះអាណិតអ្នកណាទេប៉ុន្តែឥឡូវនេះគ្នាចាប់ផ្ដើមអាណិតប៉ារបស់គ្នាហើយ អញ្ចឹងឯងគិតយ៉ាងម៉េចចំពោះរឿងរៀបការជាមួយរក្សា គ្នាក៏មិនដឹងគិតយ៉ាងម៉េចដែរព្រោះថាបំណងរបស់លោកប៉ាមិនមែនដើម្បីកូននិងកូនប្រសាទទេគឺគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ អញ្ចឹងមានន័យថាឯងមិនព្រមរៀបការជាមួយរក្សាទេ គ្នាក៏មិនដឹងដែរម្យ៉ាងទៀតគ្នាជាមួយរក្សាគឺត្រឹមតែបងប្អូននឹងគ្នាទេ គ្នាក៏មាននិស្ស័យជាមួយរក្សាដែរមានពេលខ្លះគ្នានឹងរក្សារហូតដល់ទ្រាំមិនបានផង ឯងនិយាយថាម៉េចសិទ្ធិគុណឯងយាមដងទៀតទៅមើល គ្នាថារក្សាជាក្មេងស្រីម្នាក់ដែលគួរឲ្យស្រឡាញ់គ្នាក៏គ្មានប្អូនស្រីហើយឯងក៏គ្មានប្អូនស្រីដែរមិនអញ្ចឹងហ៎ គ្នានឹងទៅពិភាក្សាជាមួយលោកតារបស់គ្នាពីរឿងដែលគ្នាមិនព្រមរៀបការជាមួយរក្សាទេព្រោះគ្នាមិនចង់ឲ្យលោកប៉ាកេងចំណេញនិងបំផ្លាញទ្រព្យសម្បត្តិរបស់លោកតាទៀតទេ អញ្ចឹង តែយើងត្រូវរកវិធីបែបណាដើម្បីដោះស្រាយឲ្យបានស្រួលជាងនេះបើសិនជាលោកបង្ខំឲ្យជីវ័នរៀបការមិនបាន គឺមានវិធីតែមួយគត់ខ្ញុំត្រូវតែធ្វើជាឆ្កែទៅអង្វរលោកប៉ារបស់ខ្ញុំដើម្បីឲ្យគាត់នឹងមកនិយាយជាមួយអាជីវ័នដើម្បីឲ្យវាឆាប់រៀបការឆាប់ៗនឹងណា បើសិនជាអញ្ចឹងមែននោះក៏ជាការល្អហើយតែខ្ញុំជឿថាឪពុករបស់លោកគាត់មិនមែនឆោតឲ្យលោកបោកបានយ៉ាងស្រួលនោះទេ ខ្ញុំនៅតែជឿថាគាត់នៅតែមិនទាន់ដាច់ចិត្តពីខ្ញុំតែដដែលនឹងបើសិនជាខ្ញុំព្រមសារភាពនៅទោសកំហុសនិងសន្យាកែប្រែតាមអ្វីដែលគាត់ត្រូវការនោះប៉ុន្តែវាមិនមែនងាយស្រួលដូចជាយើងបានគិតនោះទេលោកឪពុករបស់ខ្ញុំគាត់គឺជាអ្នកជំនួញធំដូច្នេះរាល់ការសម្រេចនៅរឿងអ្វីៗមួយនោះគឺគាត់ត្រូវការពេលវេលាគិតឲ្យបានល្អិតល្អន់ណាស់ អញ្ចឹងមិនក៏លោកមិនប្រើល្បិចជាមួយជីវ័នគប់ផ្សំជាមួយឪពុករបស់លោកខ្លះទៅ ចំណុចនេះខ្ញុំបានព្យាយាមសាកល្បងច្រើនលើកច្រើនសារមកហើយប៉ុន្តែអាជីវ័ននឹងណាវាជាក្មេងក្បាលរឹងវាមិនព្រមស្ដាប់ខ្ញុំដែលជាឪពុករបស់វាទេសួរវាម្ដងណាវាចេះតែនិយាយថាចាំវាគិតមើលសិនតែរហូតនឹងហើយម្យ៉ាងទៀតខ្ញុំនិយាយតាមត្រង់ទៅចុះលោកប៉ារបស់ខ្ញុំគាត់គឺជាអ្នកមានប៉ុន្តែគាត់អត់មានបែងចែកទ្រព្យសម្បត្តិឲ្យទៅកូនណាមួយទាត់ទេសោះគឺមានតែអាជីវ័នម្នាក់គត់ដែលជាចៅសំណាប់របស់គាត់នោះមានសិទ្ធិគ្រប់គ្រងលើទ្រព្យសម្បត្តិនេះ អូអញ្ចឹងតាបានជាលោកបង្ខំឲ្យជីវ័នរៀបការជាមួយរក្សាមែនទេ ចំណុចនេះដូចតែអ្នកដែរនឹងអ្នកចង់ឲ្យកូនរក្សារៀបការជាមួយកូនជីវ័នខ្ញុំដើម្បីលុយដូចតែគ្នានឹង អញ្ចេះចាលោកយើងនិយាយរឿងនេះប៉ុណ្ណឹងសិនហើយយើងបែរមកនិយាយជាមួយគ្នាពីរឿងការរៀបការរបស់កូនយើងវិញហី អូមែនហើយ បើវាអញ្ចឹងដដែលណាយូរហើយមិនក៏មិននិយាយតាំងពីដើមមកសោះនឹងឯងគិតឲ្យបែកខួរក្បាលហើយគ្មានអ្នកណាជួយគិតឯងសោះរឿងអីហ្នឹងម៉ាក់រឿងរៀបការមែនទេរៀបការខ្មោចយកស្អីបើអាជីវ័នណាវាមិនទាន់យល់ព្រមរៀបការផងហ្នឹង មិនក៏អញ្ចឹងទៅវិញម៉ាក់វាអាចនិយាយច្រឡំទេអី យល់ច្រឡំឈួតស្អីបើមកដល់ដឹងកូនឯងហើយមិនព្រមសួរកូនខ្លួនឯងមួយម៉ាត់សិនទេ
ឥឡូវអាជីវ័នវានិយាយថាវាមិនទាន់នឹកឃើញគិតថារៀបការជាមួយរក្សាទេហេតុអីទៅម៉ែ ហ៎កូនរក្សា ហ៎ រក្សាកូន រក្សា រក្សា រក្សាកូនរក្សា រក្សា អូយក ូនចាំ រ មិន ក្សា ហើយ រក្សាកូនអើយស្អីទេ រក្សា ឲ្យតែលឺនិយាយស្អីបន្តិចមិនបានទេតាំងឯងខ្យល់កទៅដល់ខ្យល់ចាំងាប់មួយមិនពេចណា រក្សាកូន ហី យីម៉ាក់វាឯងមិនក៏និយាយអញ្ចឹងដឹងហើយថាកូនកើតជំងឺស្រិតប្រចាំកាយមិនក៏អញយករឿងអាក្រក់ៗមកនិយាយឲ្យវាលឺទៅធ្វើស្អីវាមិនមែនចាយណា ហើយណែបើលៀបចិត្តមកដល់ដៃទៅហើយណាវាបែរជាអាខាន់ទៅវិញ រឿងនេះទុកមិនឡាយសិនទៅជួយរក្សាឲ្យនាងស្រួលខ្លួនឡើងវិញសិន ហើយបើវាធ្លាប់តែអញ្ចឹងហើយវាមិនងាប់ទេបន្តិចទៀតវាដឹងខ្លួនឯងហើយ តែបើបណ្ដេញបណ្ដោយវានឹងទៅរហូតមិនក៏ឯងនៅធ្វើបង្ងើយអញ្ចឹងទៅតាគ្រូពេទ្យមក ចាចាំមកផ្លែតទៅស្លោឈាមចាំងាប់ហ៎ហ៎វាធ្លាប់តែអញ្ចឹងទៅហើយចាំមកផ្លែតទៅកូនស្អីកើតមកអំពុលទុកគេ រក្សាកូនរក្សាកូន កូនកុំកើតអីណាកូនណា ប៉ុណ្ណឹងចុះខ្ញុំមានការរវល់បន្តិចឯងស្មានថាការដែលទៅស្ដីដល់នឹងកូនស្រីគេនីមួយវាគឺជាល្បែងសម្រាប់ឯងយកមកលេងសើចអញ្ចឹងហ៎ ខ្ញុំមិនមែនគិតថាជាល្បែងលេងសើចទេចុះប៉ាវិញនៅពេលដែលប៉ាចូលទៅដល់ដឹងគេប៉ាមានសួរខ្ញុំមួយម៉ាត់អត់ តែអញឃើញឯងដើរលេងជាមួយគេជាយូរណាស់មកហើយឧស្សាហ៍ទៅមកសមុទ្រពីរនាក់ទៀតឯងគិតថាកូនស្រីគេបណ្ដោយបែបនេះគឺជារឿងធម្មតាឬមួយក៏យ៉ាងម៉េច ចុះប៉ាមានដែរសួរខ្ញុំអត់ថាខ្ញុំជាមួយរសាត្រូវជាស្អីនឹងគ្នា ត្រង់ឯងត្រូវជាស្អីឬស្អីអញមិនដឹងទេតែនេះឯងគិតមើលឯងនាំកូនស្រីគេទៅដើរលេងតែពីរនាក់ស្ងាត់បែបនេះតើគិតទៅយកឪពុកម្ដាយគេដែលខំចិញ្ចឹមកូនគេតាំងពីតូចរហូតដល់ធំមិនដែលមាននរណាបណ្ដើនេះតើគេយកកិត្តិយសទៅទុកឯណាទៅ សម័យនេះវាហួសពីសម័យដែលប៉ាកំពុងគិតហើយអញ្ចឹងឲ្យតែឃើញមនុស្សប្រុសនិងមនុស្សស្រីនៅតែពីរនាក់ស្ងាត់ប៉ាឯងគិតជាសង្សារគិតជាស្នេហាទាំងអស់អញ្ចឹងហ៎ តែប្រពៃណីខ្មែរគេមិនអនុគ្រោះចំពោះគំនិតរបស់ឯងដែលកំពុងតែគិតនេះទេបើឯងជាអឺរ៉ុបវាមិនអីទេតែឯងគឺជាខ្មែរ ត្រង់នឹងហើយដែលខ្ញុំចង់ប្រាប់ប៉ាថាខ្ញុំជាខ្មែរខ្ញុំមិនទុកឲ្យប្រពៃណីខ្មែរគៀបសង្កត់យុវនារីខ្មែរតទៅទៀតទេ អញ្ចឹងកូនខ្មែរទូទៅដែលគេមានកូនស្រីគ្រប់គ្នានោះគេឲ្យឯងធ្វើអញ្ចឹងបានទៅហ៎ សង្ឃឹមតា ហើយឈប់ជជែកគ្នាទៅប្រពៃណីបុរាណនិងភាពជឿនលឿនសម័យថ្មីនេះវាតែងតែប្រឆាំងគ្នាអញ្ចឹងហើយតែឯងត្រូវតែដឹងថាហេតុដែលចាស់ទុំខំរៀបចំផ្គូផ្គងឲ្យនោះគឺភ្នែកគេក៏មិនមែនភ្នែកអាស័យដែរចៅទោះជាឯងជជែករោគល្បិចក៏យ៉ាងណាក៏តាមើលខ្សែភ្នែករបស់ចៅឯងនឹងមានបង្កប់នៅអាចកំបាំងអ្វីមួយហើយលាក់ស្អីបានតែលាក់ការស្រឡាញ់លាក់វាមិនចិត្តទេហើយមួយយ៉ាងទៀតណារក្សាតាដឹងថាតាអាចពឹងពាក់ទៅថ្ងៃក្រោយបានព្រោះនាងជាក្មេងព្យាយាមអត់ធ្មត់និងរឹងប៉ឹង តែខ្ញុំបានសច្ចាជាមួយនាងរួចហើយថាពួកជាងទាំងពីរនាក់គ្រាន់តែជាបងប្អូននឹងគ្នាមិនមែនស្នេហាទេសូម្បីតែសិទ្ធិគុណក៏ដឹងដែរ ចុងផ្ដើមពីបងប្អូនអាចទៅជាស្នេហាបានតើឯងមិនមែនជាសាច់ឈាមបង្កើតគេឯណា តែចៅចង់ប្រកាន់ពាក្យសច្ចៈចៅមិនចង់ពេលដែលចៅចូលដល់នឹងគេហើយចៅមានឈ្មោះថាជាមនុស្សហត់ទឹកសម្លឹងកាក់នោះទេ ជីវ័ន
ទាំងនេះណាគឺជាបំណងល្អរបស់លោកតាទេកូនណាត្រូវតែស្ដាប់តាមលោកតាខ្លះទៅព្រោះគាត់នេះមើលបានឆ្ងាយជាងកូនណា ប៉ាបានសម្រេចចិត្តរួចទៅហើយថាចៅជីវ័ននេះគឺត្រូវរៀបការជាមួយនឹងចៅរក្សាព្រោះប៉ាពេញចិត្តនឹងចៅប្រសាមួយនេះណា ខ្ញុំក៏ពេញចិត្តដែរលោកប៉ា រក្សាបំណត់របស់បងបានដូចចិត្តហើយតើអូនជ្រាបព្រមនឹងបងទេបើបងបានជ្រុលសច្ចានឹងអូនទៅហើយថាបងទុកអូនជាប្អូនស្រីតែមួយគត់របស់បង យ៉ាងម៉េចទៅហើយបងតើអាជីវ័នវាព្រមរៀបការជាមួយនាងរក្សាទេ វានៅតែបង្ហាញចំហថាវាចាត់ទុករក្សាជាប្អូនស្រីវារួចទៅហើយ បើវាទុកនាងរក្សាជាប្អូនស្រីហេតុអីក៏វាបណ្ដាលគ្នាទៅពីអ្នកស្ងាត់ស្ងាត់ទៅរាល់ថ្ងៃហើយកាច់រឹកកាច់រៀងមែនទែនអាក្មេងជាមរាសម័យនេះ តែវានៅតែបង្ហាញចំហថាវាមិនចង់រៀបការជាមួយនឹងរក្សាតែដដែលនឹង អញ្ចឹងមានតែមធ្យោបាយមួយគត់ដែលត្រូវឲ្យអាជីវ័នវាព្រមរៀបការជាមួយនាងរក្សា មិនជុំអាយស្អីទេបើលោកប៉ាតោងកន្ទុយវាជាប់តែរហូតនឹងគាត់មិនហ៊ានក៏អស់ជាមួយនឹងវាផងគាត់ថ្នមវាដោយកែវអញ្ចឹងឯងមិនដឹងទេ ទោះជាប៉ាថ្នមវាចំណាក៏ដោយក៏វាមិនអាចគេចផុតពីសំណាញ់ច្បាប់និងសំណុំសោកប៉ាន់បានដែរ បងឯងគិតយ៉ាងម៉េចបើសិនជាវាជាប់គុកទៅតើទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ទៅលើនរណាហ៎បើប៉ាគាត់មិនទុកចិត្តយើងផងនឹង រឿងទុកចិត្តមិនទុកចិត្តបងចាំតែមើលទៅទុកឲ្យខ្ញុំដើរផែនការនោះម្ដងតើវាគេចរួចឬក៏មិនរួច មិនមែនបំណងសំខាន់របស់តាទេណាជីវ័នសំខាន់ណាគឺចៅឯងត្រូវគិតដល់ចៅរក្សាដែលមានខ្សែជីវិតរងាដូចឯងដែរណាជីវ័ន ស្ដាយស្នេហាពាក្យពីមាត់សង